នៅក្នុងភាពស្ងប់ស្ងាត់នៃជួរភ្នំពេលវេលាបានចេះតែដើរទៅមុខឥតឈប់ឈររដូវរងាបានចូលមកដល់នាំយកព្រៅធ្លាក់យ៉ាងក្រាស់គ្រប់ដណ្ដប់លើដំបូលអគារប៉ុន្តែមិនយូរប៉ុន្មានដំណក់ទឹកក៏ចាប់ផ្ដើមរលាយស្រកចុះមកដីវិញបញ្ជាក់ថាយុគសម័យថ្មីបានចូលមកដល់ហើយពីរដូវកាលនៃផ្កាមេហួរបានកន្លងផុតទៅយ៉ាងលឿនដំណក់ទឹកសន្សើមបានធ្លាក់មកលើត្រួយផ្កាឬសូរសំឡេងផ្លប់នៅកណ្ដាលទេសភាពដ៏ស្រស់ត្រកាលនោះមានបុរសម្នាក់កំពុងតែឡើងមកកាន់កំពូលភ្នំទាំងហត់គក់ផ្លូវឡើងគឺខ្ពស់ចោតខ្លាំងណាស់ធ្វើឲ្យគាត់ហត់សឹងដាច់ខ្យល់គាត់ដកដង្ហើមធំហើយនិយាយថានេះប្រកាសជាកន្លែងនឹងហើយទីបំផុតខ្ញុំមកដល់ហើយគ្រាន់តែញើបមុខឡើងភ្លាមគាត់បើកភ្នែកធំដោយការភ្ញាក់ផ្អើលគាត់លេបទឹកមាត់ក្អើកហើយគិតក្នុងចិត្តថាខ្ញុំស្ទើរតែមិនជឿនឹងពាក្យចាំអារ៉ាមដែលថាសាលាហ៊ូសានបានផ្លាស់ប្ដូរតាំងពី2ឆ្នាំមុនប៉ុន្តែពេលបានឃើញខ្លងទ្វារនេះផ្ទាល់ភ្នែកទើបខ្ញុំដឹងថាវាជាការពិតព្រោះខ្លងទ្វារសាលាហ៊ូសានដែលខ្ញុំធ្លាប់ស្គាល់ពីមុនមិនដែលធំស្កឹមស្កៃបែបនេះទេបន្ទាប់មកបុរសម្នាក់នោះបោះជំហានឡើងកម្មចិន្តាថ្មទាំងអារម្មណ៍មិនស្រួលគាត់បាននិយាយខ្សឹបថាលោកឪពុកសង្ឃឹមថាលោកសម្រេចចិត្តត្រូវចុះដែលបញ្ជូនខ្ញុំមកទីនេះគាត់ងាកទៅមើលផ្លូវភ្នំដ៏សែនខ្ពស់ចោតដែលគាត់ទើបតែឡើងរួចគិតក្នុងចិត្តទាំងភ័យថាចាំបន្តិចមើលបើសិនជាគេមិនបើកទ្វារទេមានន័យថាខ្ញុំត្រូវចុះទៅក្រោមវិញហើយឡើងភ្នំដនរកនេះម្ដងទៀតនៅថ្ងៃស្អែកមែនទេមិនអាចទេរឿងបែបនេះមិនអាចកើតឡើងជាដាច់ខាតមកដល់មុខទ្វារគាត់សម្រេចចិត្តមិនរងចាំយូរលើកដៃគោះទ្វារយ៉ាងខ្លាំងផាំងផាំងផាំងសួស្ដីមានអ្នកនៅទេប៉ុន្តែអ្វីដែលតបមកវិញគឺមានតែភាពស្ងប់ស្ងាត់និងសំឡេងខ្យល់បក់វូគាត់ឈរមើលទៅក្រោមទាំងឆ្ងល់ថាចម្លែកណាស់ស្ងាត់បែបនេះប្រកាសជាមានអ្នកឲ្យខ្ញុំហៅហើយដោយអស់កម្លាំងចិត្តគាត់ក៏សម្រេចចិត្តស្រែកហៅម្ដងទៀតឲ្យខ្លាំងជាងមុនខ្ញុំគឺជាអ្នកដំណើរមកសុំជួបម្ចាស់បាក់ហ៊ូសានផាំងផាំងផាំងទីបំផុតសំណាងល្អណាស់សំឡេងកន្លេសទ្វារក៏បើកឡើងក្រិចទ្វារបានរុញបើកហើយបរិសសង្ហាម្នាក់បានចេញមកសួរថាតើលោកជាអ្នកណាបុរសម្នាក់នោះឆ្លើយទាំងអស់ថាខ្ញុំមកសុំជួបម្ចាស់បាក់ហ៊ូសានប៉ុន្តែចម្លើយដែលទទួលបានគឺត្រជាក់ស្រេបអ្នកខាងក្នុងតុវិញថាសុំទោសផងថ្ងៃនេះពួកយើងមិនទទួលភ្ញៀវទេសូមអញ្ជើញមកម្ដងទៀតនៅថ្ងៃស្អែកចុះបុរសម្នាក់នោះបើកភ្នែកធំហើយស្រែកថាម៉េចឲ្យមកស្អែកឃើញអ្នកខាងក្នុងបំរុងនឹងបិទទ្វារបុរសម្នាក់នោះភ័យស្លន់ស្លោក៏ស្រែកខាត់ភ្លាមថាឈប់សិនខ្ញុំមិនមែនជាអ្នកក្រៅទេខ្ញុំដឹងថាវាជាកំហុសរបស់ខ្ញុំដែលឡើងមកទីនេះដោយមិនបានប្រាប់ដំណឹងជាមុនប៉ុន្តែសូមមេត្តាជួយប្រាប់ដំណឹងដល់ថ្នាក់ដឹកនាំផងបានទេសាលាហ្វាយ៉ុងរបស់យើងកំពុងតែជួបទុកធំហើយអ្នកខាងក្នុងមានទឹកមុខអាណិតអាសូរប៉ុន្តែនៅតែក្រវីក្បាលហើយតបថាខ្ញុំពិតជាចង់ជួយណាស់ប៉ុន្តែច្បាប់គឺច្បាប់ថ្ងៃនេះយើងមិនអនុញ្ញាតឲ្យអ្នកក្រៅចូលទេដោយអស់ជំរឿបុរសម្នាក់នោះសម្រេចចិត្តដោះបង្វិចចេញពីស្មាហើយបែរខ្នងបង្ហាញអាវរបស់ខ្លួនភ្លាមគាត់ស្រែកយ៉ាងខ្លាំងថាខ្ញុំឈ្មោះវីសូហែងមកពីសាលាហ្វាយ៉ុងដែលជាសាខារបស់សាលាហ៊ូសានគ្រាន់តែឃើញរូបសញ្ញាផ្កាមេហួរនៅលើខ្នងអាវភ្លាមបុរសង្ហាម្នាក់នោះបើកភ្នែកធំដោយការភ្ញាក់ផ្អើលហើយសួរថាហាសាលាហ្វាយ៉ុងចឹងមានន័យថាលោកគឺជាសិស្សបាក់ដែលជាសាខារបស់ហ៊ូសានមែនទេមួយសន្ទុះក្រោយមកនៅឯខាងក្នុងសាលានោះវិញសំឡេងសៃកងរំពងបានបន្លឺឡើងហាខ្ញុំយល់ហើយតែអញដឹងទេថាសាលាហ្វាយ៉ុងគឺជាសាខាតែមួយគត់ដែលនៅតែបន្តផ្ញើលុយមកឲ្យយើងអស់រយៈពេល30ឆ្នាំមកនេះលោកព្រឹទ្ធាចារ្យហេរ៉ាញ់វត្ថុញឹមស្ញែងរហូតដល់លៀនភ្នែកសម្លឹងមើលទៅវីសូហែងហាក់ដូចជាកំពុងសម្លឹងមើលដុំមាសគាត់និយាយទាំងទឹកមុខរាក់ទាក់ហួសហេតុថាកុំបារម្ភអីក្មួយប្រុសក្នុងនាមជាមិត្តភក្តិដ៏មានប្រយោជន៍ឯងមិនមែនទេក្នុងនាមជាមិត្តភក្តិដ៏ស្មោះត្រង់របស់ហ៊ូសានយើងនឹងជួយឯងឲ្យអស់ពីសមត្ថភាពវីសូហែងអង្គុយបែកញើសតក់គាត់ឆ្ងល់ក្នុងចិត្តថាអំបញ្ញមិញគេដេញខ្ញុំសោះមិនក៏ឥឡូវបដូរមកទទួលរាក់ទាក់លឿនម្លេះគ្រាន់តែដឹងថាភ្ញៀវម្នាក់នេះជាអ្នកផ្ញើលុយឲ្យបាក់ភ្លាមអេរិយាបថរបស់ជុនយ៉ុងក៏ផ្លាស់ប្ដូរ180ដឺក្រេគាត់សម្លឹងមើលទៅវីសូហែងទាំងកែវភ្នែកស្រេកឃ្លានដូចឃើញដុំមាសហើយបំរុងនឹងនិយាយពាក្យផ្អែមល្ហែមទៅហើយប៉ុន្តែមិនទាន់បានប៉ុន្មានផងសម្លេងក្អកក៏បន្លឺឡើងអាហែមលោកម្ចាស់បាក់ជុនចុងកំពុងអង្គុយសម្លឹងមើលមកគាត់ដោយកែវភ្នែកពិបាកយល់ហាក់ដូចជាចង់និយាយថាលោកឯងឈប់ធ្វើចរិតល្មមភ្លុយបន្តិចបានទេខ្មាស់គេណាស់បន្ទាប់មកលោកម្ចាស់បាក់ជុនចុងក៏សួរទៅកាន់វីសូហែងយ៉ាងទន់ភ្លន់ថាកុំភ័យអីក្មួយប្រុសតើមានរឿងអ្វីកើតឡើងចំពោះសាលាហ្វាយ៉ុងទើបបានជាឪពុកក្មួយបញ្ជូនក្មួយមកដល់ទីនេះវីសូហែងឆ្លើយទាំងទឹកមុខព្រួយបារម្ភថាគោរពលោកម្ចាស់បាក់សាលារបស់យើងកំពុងជួបវិបត្តិធំមិនទាន់ទាំងនិយាយចប់ស្រួលបួលផងលោកព្រឹទ្ធាចារ្យហេរ៉ាញ់វត្ថុក៏លោកមាត់កាត់ភ្លាមប្រហែលជាសាលាក្មួយខ្វះខាតលុយកាក់មែនទេបើចឹងយើងអាចឲ្យខ្ចីបានណាតែគិតការប្រាក់សំរុំវីសូហែងប្រញាប់បដិសេធថាទេមិនមែនរឿងលុយទេអ្វីដែលពួកយើងត្រូវការនៅពេលនេះគឺមិនមែនលុយឬក៏កងទ័ពជំនួយទេប៉ុន្តែគឺមនុស្សម្នាក់ពួកយើងត្រូវការឈុងមយងគ្រាន់តែឈ្មោះនេះភ្លាមចាស់ទុំទាំងពីរនាក់ភ្ញាក់ព្រឹតបើកភ្នែកធំសឹងតែធ្លាក់ចេញពីកៅអីវីសូហែងបានចាប់ផ្ដើមរៀបរាប់ដំណើររឿងទាំងទឹកមុខជឿចាប់ថាសូមអនុញ្ញាតលោកម្ចាស់បាក់រឿងរ៉ាវទាំងអស់ចាប់ផ្ដើមនៅពេលដែរសាលាគុនថ្មីមួយឈ្មោះថាសាលាជុងដូបានមកបើកនៅទល់មុខសាលារបស់យើងតែម្ដងសាលាជុងដូនេះមិនមែនជាសាលាធម្មតាទេពួកគេគឺជាសាខារបស់សាលាវូដាងដ៏ល្បីល្បាញប៉ុន្តែនៅពេលនោះមិនសូវមានអ្នកចូលរៀនជាមួយពួកគេទេដោយសារតែអ្នកស្រុកនៅទីនោះគេគោរពស្រឡាញ់សាលាហ្វាយ៉ុងរបស់យើងខ្លាំងជាងដោយសារតែមិនសូវមានសិស្សពួកជុងដូក៏ចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្ត្រដោយងាកមកវាយប្រហារសាលាហ្វាយ៉ុងយើងចំតែម្ដងប៉ុន្តែលទ្ធផលគឺឆ្វាច់លោកឪពុកត្រូវបានគេកាប់ឲ្យរបួសយ៉ាងធ្ងន់ធ្ងរបើសិនជាពួកគេបញ្ចប់ត្រឹមនឹងវាគ្មានបញ្ហាទេប៉ុន្តែគោលបំណងពិតរបស់សាលាជុងដូគឺចង់បណ្ដេញពួកយើងចេញពីទីក្រុងណានយ៉ាងឲ្យតតែបានហើយដំណឹងចុងក្រោយដែលធ្វើឲ្យខ្ញុំត្រូវរត់មកទីនេះគឺពួកយើងទទួលបានដំណឹងថាពួកវាបានស្នើសុំជំនួយពីសាលាវូដាងដែលជាបាក់ធំរបស់ពួកវាហើយ
គ្រាន់តែបែបនេះលោកម្ចាស់បាក់ជន់ចុងធ្វើមុខតឹងតែងហើយគិតក្នុងចិត្តថាមិននឹកស្មានថាសាឡាវូដាងដែលជាបាក់សុចរិតហ៊ានប្រល្បិចចោះខ្វក់ជន់ពន្លិចគូប្រកួតបែបនេះសោះវីសូហែងបានបន្តអង្វរទៀតថាសូមមេត្តាជួយពួកយើងផងលោកម្ចាស់បាក់បើគ្មានជំនួយពីសាឡាហ៊ូសានទេសាឡារបស់យើងច្បាស់ជាត្រូវបិទទ្វារជារៀងរហូតមិនខានលោកម្ចាស់បាក់សតវិញយ៉ាងមើងម៉ាត់ថាពិតមែនហើយរឿងនេះយើងមិនអាចធ្វើមិនដឹងមនុស្សបានទេព្រោះចំនួននៃសាឡាសាខាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់បាក់ធំដើម្បីស្ដារកិត្តិយសរបស់ហ៊ូសានឡើងវិញយើងត្រូវតែចាប់ផ្ដើមពីការការពារសាខារបស់ខ្លួនជាមុនសិនបើសិនជាយើងបោះបង់ពួកគេចោលនៅពេលនេះសិស្សទាំងអស់នឹងអស់ជំនឿចិត្តលើហ៊ូសានមុនពេលដែលពួកគេមានគំនិតចង់បង្កើតសាខាផ្ទាល់ខ្លួនទៅទៀតប៉ុន្តែដំណោះស្រាយដែលលោកឪពុករបស់ឯងចង់បានគឺឯងចង់នាំឆុងមយងទៅជាមួយឯងមែនទេវីសូហែងឆ្លើយទាំងជឿជាក់ថាបាទលោកឪពុកបានផ្ដាំមកច្បាស់ណាស់ថាពួកយើងត្រូវការឆុងមយងគឺត្រូវការវីរបុរសដែលបានយកឈ្នះសិស្សសាលាជុងណានទាំងអស់ដោយខ្លួនឯងកាលពី2ឆ្នាំមុនលោកម្ចាស់បាក់ជន់ចុងលិហើយក៏ស្ទាបពុកមាត់ងក់ក្បាលតិចថាហឹមនិយាយចឹងទៅយើងកំពុងតែនិយាយដល់មនុស្សតែមួយទេតើទោះបីជាពាក្យចាំអារាមនោះវាស្ដាប់ទៅដូចជាបំពង់បន្តិចមែនថាជាវីរបុរសមិនចេះចាញ់អីណាប៉ុន្តែបើគិតទៅវាពិតជាសំដៅលើឆុងមយងពិតមែនបន្ទាប់ពីបានស្ដាប់សំណើចប់លោកម្ចាស់បាក់ជន់ចុងក៏សម្រេចចិត្តកាត់បទថាបានហើយប៉ុណ្ណឹងចុះវីសូហែងឯងចេញទៅក្រៅសិនទៅទុកពេលឲ្យពួកយើងពិភាក្សាគ្នាជាឯកជនបន្តិចបន្ទាប់ពីភ្ញៀវចេញទៅបាត់ទ្វារក៏បិទចិត្តបរិយាកាសនៅក្នុងបន្ទប់ក៏ប្រែជាស្ងប់ស្ងាត់ជ្រុងស្រាប់តែផាំងចាស់ទុំអ៊ុនគៀនទេះទុំមួយដៃយ៉ាងខ្លាំងហើយស្រែកឡើងទាំងកំហឹងថាពួកឯងនៅស្ងៀមធ្វើអីបញ្ជូនក្មេងរបស់យើងទៅខំក្បាលពួកវាទៅពួកវាហ៊ានមកជន់ទឹកដីរបស់យើងផងអីពួកសិស្សរបស់យើងមិនមែនជាឆ្កែទេណាប៉ុន្តែបន្ទាប់ពីបញ្ចេញកំហឹងហើយគាត់ក៏បដូរទឹកមុខមកជាមើងម៉ាត់វិញហើយនិយាយថាប៉ុន្តែលោកម្ចាស់បាក់ខ្ញុំបារម្ភថារឿងនេះមិនងាយស្រួលទេអ្វីត្បិតតែវាជាចំនួនរវាងសាខាប៉ុន្តែបច្ចុប្បន្ននេះសាឡាវូដាងគឺខ្លាំងជាងយើងឆ្ងាយណាស់វាមិនមែនជារឿងសាមញ្ញដែលយើងចេះតែលូកដៃទេលោកម្ចាស់បាក់ស្ងប់ក្បាលយកស្របអ៊ុនគៀនបន្តថាមានរឿងពីរយ៉ាងដែលយើងត្រូវពិចារណាទី1តើនេះជាពេលវេលាសមស្របហើយឬនៅដែលសាឡាហ៊ូសានត្រូវបង្ហាញខ្លួនធ្វើសកម្មភាពនៅខាងក្រៅវិញព្រោះទោះបីជាចិត្តនេះយើងគ្រាន់តែចង់ជួយសាខាក៏ដោយប៉ុន្តែពិភពលោកទាំងមូលនឹងគិតថាហ៊ូសានចាប់ផ្ដើមមានមហិច្ឆតាពង្រីកអំណាចឡើងវិញហើយលោកម្ចាស់បាក់ស្អប់ថាត្រឹមត្រូវហើយអ៊ុនគៀនបន្តចូលចំណុចទី2គឺយើងត្រូវគិតថាតើកូនសិស្សរបស់យើងពិតជាត្រៀមខ្លួនរួចរាល់ហើយឬនៅដើម្បីប្រឈមមុខជាមួយកម្ពុជាសិស្សរបស់សាឡាវូដាងដើម្បីស្រាយចម្ងល់ថាតើសិស្សរបស់យើងត្រៀមខ្លួនរួចរាល់ហើយឬនៅលោកម្ចាស់បាក់បានងាកទៅសួរយោបល់របស់លោកគ្រូអ៊ុនគឹមដែលជាប្រធានគ្រូបង្ហាត់ផ្ទាល់អ៊ុនគឹមគ្រាន់តែសំណួរភ្លាមគាត់យកដៃខ្ទប់មុខហាក់ដូចជាកំពុងឈឺក្បាលយ៉ាងខ្លាំងព្រោះនឹកឃើញដល់ចរិតរបស់ឆុងមយងគាត់តបយ៉ាងខ្លីថាលោកម្ចាស់បាក់ខ្ញុំគិតថាយើងគ្មានជំរឿអ្វីក្រៅពីដោះលែងគាត់ទេការចង់ឃុំខ្លួនគេនៅទីនេះដើម្បីឲ្យគេស្ងប់ចិត្តវាគឺជាក្តីសង្ឃឹមដែលមិនអាចទៅរួចទេលោកម្ចាស់បាក់ស្ងប់ក្បាលយកស្របត្រឹមត្រូវហើយអ៊ុនគឹមនិយាយត្រូវបើចឹងសម្រេចតាមនឹងចុះយើងនឹងបញ្ជូនឆុងមយងឲ្យចុះពីភ្នំគ្រាន់តែថាឆុងមយងនឹងត្រូវចុះពីភ្នំភ្លាមលោកព្រឹទ្ធាចារ្យហិរញ្ញវត្ថុជុនយ៉ងធ្វើមុខរំភើបខុសពីធម្មតាគាត់ប្រញាប់បន្ថែមថាបើចឹងគួរតែឲ្យវាទៅឲ្យឆាប់បំផុតទៅលឿនបានកាន់តែល្អក្នុងចិត្តគាត់សប្បាយចិត្តព្រោះបាក់នឹងមានសេចក្តីសុខគ្មានអ្នកបំផ្លាញទ្រព្យសម្បត្តិបន្ទាប់មកលោកម្ចាស់បាក់ក៏បញ្ជាទៅពេកឈុនថាពេកឈុននាំភ្ញៀវរបស់យើងទៅជួបឆុងមយងទៅគេនឹងត្រូវធ្វើដំណើរផ្លូវឆ្ងាយជាមួយគ្នាឲ្យគេទៅរាប់អានគ្នាទុកទៅពេកឈុនឬហើយមុខស្លេកគាត់សួរទាំងសំឡេងញ័រថាហាធ្វើដំណើរផ្លូវឆ្ងាយលោកម្ចាស់បាក់និយាយលេងមែនទេឲ្យខ្ញុំទៅជាមួយអាចឈួតនឹងលោកម្ចាស់បាក់ជន់ចុងបានបដិសេធសំណើរបស់នរណាម្នាក់ដែលចង់ទៅវាហើយបានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនលោកម្ចាស់បាក់បានពន្យល់ថាយុនចុងឯងគឺជាសិស្សច្បងនៃចំនួនទី3ហើយឯងមានភាពជាអ្នកដឹកនាំគ្រប់គ្រាន់ឯងត្រូវចុះទៅធ្វើដំណើរជាមួយឆុងមយងព្រោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចខាត់ឬទប់ទល់នឹងភាពឈួតរបស់គេបានទេបើមានតែភ្ញៀវម្នាក់នោះទៅជាមួយឯងត្រូវតែធ្វើដំណើរទៅកាន់សាលាសាខាហ្វាយអ៊ុងវេអ៊ុងដើម្បីជួយពួកគេនិងដើម្បីគ្រប់គ្រងឆុងមយងយុនចុងមិនអាចទៅវាបានក៏ត្រូវទទួលយកជោគវាសនាដ៏ព្រឺព្រួចនេះទាំងបង្ខំគាត់បានចេញពីបន្ទប់ជាមួយវីសូហែងភ្ញៀវហើយបានដឹកនាំផ្លូវទៅកាន់កន្លែងដែលឆុងមយងកំពុងនៅពេលដែលពួកគេមកដល់កន្លែងវឹកហាត់ឯកជនរបស់ឆុងមយងនោះគឺជាកន្លែងមួយដែលពេញទៅដោយដបស្រាទេរាប់មិនអស់និងភាពរញ៉េញ៉ៃឆុងមយងគ្រាន់តែឃើញមុខយុនចុងភ្លាមគាត់ក៏ស្រែកដោយក្តីរំភើបថាកុហកហ៊ីយ៉ាស៊ីហ៊ីយ៉ុងបងប្រុសច្បងឯងមកទីនេះមានការអីរែងលួចនាំស្រាមកឯងយុនចុងបានព្យាយាមនិយាយដោយមើងម៉ាត់ថាឆុងមយងលោកម្ចាស់បាក់បានបញ្ជាឲ្យឯងបញ្ចប់ការហ្វឹកហាត់ឯកជនឥឡូវនេះហើយត្រូវចុះទៅពិភពខាងក្រៅជាមួយនឹងភ្ញៀវម្នាក់នេះដើម្បីជួយសាលាសាខាហ្វាយអ៊ុងដែលកំពុងមានបញ្ហាជាមួយសាលាវូដាងឆុងមយងលះហើយក៏ងក់ក្បាលដោយគ្មានអារម្មណ៍អូទៅចុះភ្នំអូខេប៉ុន្តែតើនៅទីនោះមានលុយទេបើអត់លុយអញមិនទៅទេហើយអ្នកណាជាអ្នករ៉ាប់រងការចំណាយរបស់អញទាំងអស់នៅពេលនោះហើយដែលលោកព្រឹទ្ធាចារ្យហិរញ្ញវត្ថុជុនយ៉ងបានដើរចូលមកទាំងញឹមហើយនិយាយទាំងចិត្តរឹងមាំថាឆុងមយងបាក់នឹងរ៉ាប់រងការចំណាយរបស់ឯងទាំងអស់តែកុំឲ្យតែឯងធ្វើឲ្យខាតបង់ច្រើនជាងចំណេញទៅបានហើយឯងទៅឆាប់ទៅបន្ទាប់ពីទទួលបានការធានាពីលោកព្រឹទ្ធាចារ្យជុនយ៉ងថាបាក់នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ឆុងមយងក៏ផ្លាស់ប្ដូរទឹកមុខពីភាពខ្ជិលច្រអូសមកជាភាពសប្បាយរីករាយភ្លាមហាក់ដូចជាគេបានឈ្នះឆ្នោតហើយបានប្រញាប់ត្រៀមខ្លួនចុះពីភ្នំទាំងរំភើបយុនចុងត្រូវដឹកនាំវីសូហែងភ្ញៀវនិងឆុងមយងចុះពីភ្នំទាំងចិត្តភ័យខ្លាចដោយសារគាត់ដឹងច្បាស់ថាភាពវឹកវរនឹងកើតឡើងមិនខានអ្វីដែលយុនចុងបារម្ភបានខ្លាចជាការពិតភ្លាមឆុងមយងមិនបានប្រព្រឹត្តដូចជាសិស្សបាក់ធំដែលចុះធ្វើបេសកកម្មនោះទេ
ជំនួសឲ្យការធ្វើដំណើរតាមផ្លូវត្រឹមត្រូវនិងរក្សានៅភាពថ្លៃថ្នូរឆុងមយងបានបង្វែរផ្លូវភ្លាមហើយតម្រង់ទៅកាន់ហាងស្រាដែលនៅជិតបំផុតគាត់បានឈប់តាមភោជនីយដ្ឋាននិងហាងស្រាគ្រប់ទីកន្លែងដែលគាត់ទៅដល់ហើយទាមទារឲ្យយុនចុងចំណាយលុយបាក់ដែលទើបតែទទួលបាននោះយ៉ាងសប្បាយដៃយុនចុងត្រូវទ្រាំទ្រនឹងទង្វើដែលធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់សាឡាហ៊ូសានម្ដងហើយម្ដងទៀតគាត់មានអារម្មណ៍ថាគាត់មិនមែនជាអ្នកដឹកនាំបេសកកម្មទេតែជាកាបូបលុយដែលដើរតាមបិសាចស្រាមួយក្បាលទៅវិញគាត់គិតក្នុងចិត្តថាបើនៅតែបែបនេះតើលុយដែលយើងខំសន្សំទាំងអស់នោះនឹងសល់ប៉ុន្មានទៅភ្ញៀវវីសូហែងដែលដើរតាមពីក្រោយក៏ចាប់ផ្ដើមមានការសង្ស័យយ៉ាងខ្លាំងគាត់គិតក្នុងចិត្តថានេះហើយឬជាដាវផ្កាឈើរីរបស់ហ៊ូសានហេតុអ្វីបានជាគាត់មើលទៅដូចជាមនុស្សឆ្កួតនិងស្រាមិនចេះអៀនខ្មាស់ដូច្នេះដោយសារភាពពញញ៉ៃនៃការផឹកស៊ីនិងការចំណាយឥតឈប់ឈរពួកគេបានធ្វើដំណើរទៅមុខយឺតរហូតទីបំផុតក៏បានទៅដល់តំបន់ដែលសាខាហ្វាយេអ៊ុងស្ថិតនៅ